សួស្តីលោកអ្នកស្ដាប់ជាទីគោរពស្រឡាញ់រាប់អានខ្ញុំចង់ចែករំលែកពីទស្សនៈបទពិសោធន៍ជីវិតបន្តិចអំពីមិត្តភាពតាមពិតទៅយើងកុំអាលអនឹងមានមិត្តច្រើនកាលយើងនៅវ័យជំទង់ជាយុវជនយើងចូលចិត្តរាប់អានមិត្តភាពត្រូវទេហើយរឿងនោះក៏វាមិនអាក្រក់ដែរព្រោះមនុស្សយើងត្រូវការរៀនសមាគមគ្នានឹងគ្នាទន្ទឹមនឹងនេះយើងក៏ត្រូវតែចេះមើលមនុស្សដែលយើងគួររាប់អានដែរព្រោះបើយើងខ្សែគប់មនុស្សខុសយើងនឹងខាតបង់គឺខាតទាំងពេលវេលារៀនសូត្រនិងកម្លាំងកាយចិត្តដែលយើងត្រូវមានជាមួយគ្រួសារយើងសាងមិត្តភាពបានតែកុំសាងទំនុកចិត្តជាមួយនរណាឲ្យលើសពីគ្រួសាររបស់យើងពេកពេលដែលយើងជោគជ័យអ្នកដែលសប្បាយចិត្តពិតប្រាកដជាមួយនឹងយើងគឺជាគ្រួសារយើងវាផ្ទុយពីមិត្តភាពខ្លះដែលគេនឹងដកខ្លួនចេញពីយើងនៅពេលដែលយើងមានឱកាសជាងគេព្រោះខ្លះគេពុំចង់ឃើញយើងរីករាយជាងគេប៉ុន្មានទេផ្ទុយទៅវិញចំណែកខ្លះនៃគ្រួសារយើងអាក្រក់ល្អយើងនៅតែជាគ្រួសារយើងវាខុសពីមិត្តភាពខ្លះល្អពេលពឹងអាស្រ័យបានហើយក៏អាក្រក់ទៅវិញនៅពេលដែលពឹងមិនបានយូរបន្តិចទៅពេលដែលយើងមានវ័យរៀងចំណាស់យើងនឹងដឹងថាមួយជីវិតយើងមានមិត្តភាពស្មោះត្រង់នឹងគ្នាមិនច្រើនទេទោះយ៉ាងនេះក៏ដោយចុះចូលយើងរក្សាភាពស្មោះត្រង់ចំពោះមិត្តភាពឲ្យបានបើមិត្តណាមិនដឹងពីក្តីស្មោះត្រង់របស់យើងទេក៏គង់នឹងមានយើងខ្លួនឯងជាអ្នកដឹងដែរមួយវិញទៀតធ្វើជាមនុស្សយើងត្រូវតែចេះរំលឹកគុណគ្នាហើយតបគុណគ្នាតាមកម្លាំងកាយចិត្តដែលយើងអាចធ្វើទៅបានដាច់ខាតកុំតែជាមនុស្សរំលឹកគុណ